វត្តភ្នំដូនពេញឬវត្តភ្នំគឺជាវត្តដ៏ចំណាស់មួយក្នុងប្រទេសកម្ពុជាដែលមានអាយុកាលប្រមាណជា650ឆ្នាំឆ្លងកាត់ការសាងសង់និងជួសជុលជាបន្តបន្ទាប់ដោយរជ្ជកាលស្ដេចចំនួន4អង្គវត្តភ្នំគឺជាទីមណ្ឌលនៃបូជនីយដ្ឋានសាសនាវប្បធម៌និងប្រវត្តិសាស្ត្រដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុងភ្នំពេញដែលវត្តនេះមានកម្ពស់សរុប46ម៉ែត្រដោយស្មើនឹងកម្ពស់ហ្វីត150ហ្វីតវត្តនេះផងដែរត្រូវបានប្រសិទ្ធនាមតាមឈ្មោះលោកយាយដូនពេញដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងក្នុងឆ្នាំ1372ដែលមានដំណើរពីការរកឃើញព្រះបដិមា4អង្គក្នុងដើមគគីមួយក្បែរច្រាំងទន្លេដោយបដិមាព្រះអង្គ4អង្គនេះរួមមានបដិមាព្រះវិស្ណុដែលសាងអំពីថ្លើមថ្មបដិមាព្រះពុទ្ធដែលសាងអំពីមាសបដិមាព្រះឥន្ទដែលសាងអំពីសំរឹទ្ធបដិមាព្រះកំចាយដែលសាងអំពីលង្ហិនវត្តភ្នំត្រូវបានពណ៌នាអំពីព្រឹត្តិការណ៍នៃព្រះបាទពញាយ៉ាតដែលលើករាជធានីពីទួលបាសានខេត្តកំពង់ចាមមកតាំងនៅតំបន់ចតុមុខបច្ចុប្បន្នភ្នំពេញដែលជាតំបន់នៃការប្រសពគ្នានៃទន្លេ4នោះគឺទន្លេសាបទន្លេមេគង្គលើទន្លេមេគង្គក្រោមនិងទន្លេបាសាក់ទន្លេទាំង4ប្រសពមុខគ្នាទៅហៅថាទន្លេចតុមុខមុនពេលព្រះបាទពញាយ៉ាតមកដល់តំបន់ចតុមុខនេះវត្តភ្នំត្រូវបានសាងសង់រួចទៅហើយដោយលោកយាយដូនពេញក្នុងឆ្នាំ1372នៃគ្រិស្តសករាជដែលស្ថិតក្នុងរជ្ជកាលព្រះធម្មរាជាទី1រហូតដល់ក្នុងរជ្ជកាលរបស់ព្រះបរមរាជាទី1នៃអង្គពញាយ៉ាតដែលបានលើករាជធានីពីទួលបាសានមកតាំងនៅតំបន់ចតុមុខអំឡុងពេលដែលរាជធានីទួលបាសានត្រូវបានលិចលង់ដោយទឹកជំនន់ធំនាឆ្នាំរោងក្នុងឆ្នាំ1397នៃគ្រិស្តសករាជរយៈពេល3ឆ្នាំនៃការសាងសង់ទីក្រុងថ្មីជាតំបន់ចតុមុខនេះព្រះបាទពញាយ៉ាតបានប្រសិទ្ធនាមទីក្រុងថ្មីនេះថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសេរីធរៈបវរអន្តរបតបុរីរដ្ឋរាជសីមាមហានគរដែលគ្រប់គ្នាស្គាល់ថាជាទីក្រុងចតុមុខដែលត្រូវបានប្រកាសឡើងក្នុងឆ្នាំ1400នៃគ្រិស្តសករាជ